ចម្លើយឃើញនៅថាពួកខ្ញុំរុះឈើមុននឹងរុះធ្វើអីនេះជាចម្លើយគឺពួកខ្ញុំយកមករុំនំប៉័ងអាំងព្រោះ trainer ខ្ញុំហ្នឹងគាត់យកម្សៅនំប៉័ងឆៅគាត់ធ្វើខ្លួនឯងយកមកគាត់ខំស្ពាយពីក្រោមដល់លើដើម្បីឲ្យពួកខ្ញុំហ្នឹងបានប្រកាត់ភ្លើងអាំងនំប៉័ងញ៉ាំជុំគ្នានិយាយពីអារម្មណ៍ពេលហ្នឹងប៉័ងក៏ឆ្ងាញ់សាច់ក្រកក៏ឆ្ងាញ់ត្រីខក៏ឆ្ងាញ់បើទេសភាពវិញគឺត្រជាក់ប្រៀបថាពិបាកនឹងថ្លែងអារម្មណ៍មួយហ្នឹងគឺអែមមែនតើអ្នកទាំងអស់គ្នាគួរតែសាកព្យាយាមធ្វើឲ្យបានម្ដងនៅក្នុងមួយឆាកជីវិតបន្ទាប់ពីហ្នឹងមកគឺអត់មានធ្វើអីទេចូលដេកធម្មតាហើយកំពុងតែសងំដេកសុកណាអត់តបានដេកលក់ហ្នឹងងាកស្រីតូចនេះគាត់មកសុំដេកដែរគូភ្លិបភ្លប់យ៉ាងដេកអត់កើតហ្មងហើយអត់ដាច់ចិត្តឃើញល្ងាពេកក៏ឲ្យចូលដេកទៅហើយដេកនៅចុងជើងហ្នឹងសរសើរមែនគេដេកតាំងពីយប់តោភ្លឺអត់មានរំខានខ្ញុំសំបីតែមិនតិចហ្មងអញ្ចឹងអ្នកទាំងអស់គ្នាវីដេអូថ្ងៃទី3របស់ខ្ញុំហ្នឹងគឺចប់ធំហ្នឹងហើយអត់មានអីទៀតទេចាំថ្ងៃស្អែកខ្ញុំអាប់ឡូតវីដេអូថ្ងៃទី4ម្ដងថាថ្ងៃទី4ខ្ញុំធ្វើអីខ្លះ Thank you for watching my video bye bye